តំណាងជាបរដ្ឋប្រមាណដែរខ្ញុំកាន់ក្រុមតែ51នាក់ឯងចាក្នុងចំណោម160គ្រួសារហ្នឹងចាមូលហេតុដែលមានមកទៀមទាដីគេនឹងគេឈ្នះក្តីហើយមិនទៀមទាដីដែលឈ្នះក្តីហើយដល់គាត់ម្នាក់ឯងអូនគាត់ពីមុនគាត់ជាតំណាងហើយខ្ញុំក៏ធ្លាប់បានដើរជាមួយគាត់រហូតណារហូតមកដល់ពេលតឡាការកំពូលកាត់ឲ្យឈ្នះហើយហ្នឹងគឺគាត់អត់បានយកសារដីកាកំពូលយកមកអនុវត្តទេខ្ញុំទៅផ្ទះគាត់ដល់4ដងណាសួរថាបងមិនចេះរឿងយើងឈ្នះហើយហេតុអីក៏យើងនៅតែអត់ទាន់យកដីបានមកចែកគ្នាគាត់ថាគាត់ឈប់ធ្វើការងារហ្នឹងហើយណាគាត់ឈប់ធ្វើជាតំណាងហើយព្រោះតឡាការទាលុយពីគាត់ជាង$20000គាត់គ្មានលុយណាយកទៅឲ្យគេទេគាត់ឈប់ធ្វើជាតំណាងហើយខ្ញុំថាបងបើសិនជាបងឈប់ពួកខ្ញុំប្រមូលគ្នាទៅទៀតហើយខ្ញុំមិនអាចនិយាយមួយណាចាំខ្ញុំយកឈ្មោះខ្ញុំមកប្រកាសខ្ញុំមិនព្រមទេចាខ្ញុំនិយាយឈ្មោះខ្ញុំចាម្នាក់ណាងងំនិយាយចាខ្ញុំនិយាយពីដល់ណា